សូមជូនរឿងចចកកាលពីព្រេងនាយមានចចកត្រុសធំមួយក្បាលវាឃ្លានអាហារណាស់ក៏ដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីប៉ុន្តែទៅដល់ទីណាក៏ឃើញតែដីប្រេះក្រហែងរកចំណីគ្មានសោះលុះដើរទៅដល់ត្រពាំងមួយដែលរីងទឹកអស់នៅសល់តែប្រឡងមួយពោពេញដោយភក់ចចកឃើញត្រីកំពឹសនិងបង្កងជាច្រើននៅក្នុងនោះចចកត្រេកអរយ៉ាងខ្លាំងគិតថាថ្ងៃនេះមានលៀបធំហើយកំពឹសមានប្រាជ្ញាក៏និយាយលួងលោមចចកថាបងចចកយើងទាំងអស់គ្នាសុទ្ធតែជាចំណីបងហើយប៉ុន្តែពួកយើងប្រឡាក់ភក់ណាស់បើបងស៊ីទាំងកខ្វក់បែបនេះមិនឆ្ងាញ់ពិសាទេចចកសួរថាចុះធ្វើដូចម្ដេចទើបឆ្ងាញ់កំពឹសឆ្លើយថាបងត្រូវយកពួកយើងទៅលាងទឹកឲ្យស្អាតសិនសូមបងដាក់ពួកយើងឲ្យតោងរោមបងចុះហើយនាំទៅបឹងដែលមានទឹកថ្លាល្អដើម្បីលាងពួកយើងឲ្យស្អាតសិនលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកក៏ដើរចុះទៅក្នុងទឹកពួកត្រីនិងកំពឹសសប្បាយចិត្តណាស់បានឃើញទឹកថ្លាឆ្វេងកំពឹសប្រាប់ចចកថាបងចាំនៅទីនេះសិនចុះពួកយើងទៅលាងខ្លួនឲ្យស្អាតរួចនឹងមកឲ្យបងស៊ីវិញថាហើយពួកត្រីនិងកំពឹសក៏មុជទៅក្នុងទឹកជ្រៅបាត់អស់ទៅចចកចាំបាត់ដឹងថាចាញ់បកកំពឹសហើយក៏ខឹងយ៉ាងខ្លាំងវាគុំគួនហើយដើរទៅបបួលសត្វធំដទៃទៀតដើម្បីមកសងសឹកចចកបានទៅបបួលដំរីរមាសខ្លានិងពស់ថ្លន់មកជួយបាយទឹកបឹងនេះឲ្យរីងដើម្បីចាប់ត្រីពួកសត្វទាំងនោះក៏យល់ព្រមជួយចចកឲ្យពស់ថ្លន់ធ្វើជាទំនប់ទប់ទឹកឯសត្វឯទៀតនាំគ្នាបាយទឹកយ៉ាងសស្រាក់សស្រាំទឹកក្នុងបឹងក៏ចាប់ផ្ដើមស្រក់ទៅពួកត្រីភ័យណាស់ក៏ជំនុំគ្នាថាមានតែបងសុភាទន្សាយទេដែលអាចជួយបានគេក៏ពឹងត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយមកជួយត្រីក្រាញ់ប្រឹងននាវទាំងកម្ដៅថ្ងៃរហូតដល់ក្រៀមស្រកាអស់ទំរំតែដល់រហូតដល់យប់ទើបបានជួបនឹងសុភាទន្សាយត្រីក្រាញ់អង្វរសុភាទន្សាយថាបងសុភាអើយសូមជួយពួកយើងផងពួកសត្វធំកំពុងបាយទឹកបឹងដើម្បីចាប់ពួកយើងស៊ីអស់ហើយសុភាទន្សាយក៏ទទួលពាក្យជួយលុះព្រឹកឡើងសុភាទន្សាយបានយកស្លឹកឈើដែលមានដង្កូវស៊ីធ្លុះធ្វើជាសម្បុត្ររបស់ព្រះឥន្ទ្រិនគាត់ដើររំរងទៅរកពួកសត្វដែលកំពុងបាយទឹកទន្សាយស្រែកថាព្រះឥន្ទ្រិនឲ្យមកកាច់ជើងសត្វបាយទឹកនិងកាច់ក្បាលចចករីឯសត្វទាំងនោះភ័យណាស់ក៏រត់ជាន់លើពស់ថ្លន់ធ្លាយទំនប់ទឹកលិចបាត់អស់ទៅពួកត្រីក៏បានសុខសាន្តតរៀងទៅ